ក្នុងទស្សនភាពដែលពោពេញទៅដោយឈាមនិងសម្លេងស្រែកយំសពមនុស្សដេកពេញដីព្រោះស្ដេចម្នាក់ដែលមានភ្នែកត្រជាក់ដូចទឹកកកកំពុងត្រៀមបញ្ចប់ជីវិតអ្នកណាក៏ដោយដែលហ៊ានប្រឆាំងនឹងគាត់នេះគឺជាអំណាចដាច់ខាតអំណាចដែលអាចសម្រេចវាសនារបស់មនុស្សបានថារស់ឬស្លាប់គាត់គឺជាស្ដេចក្រេអធិរាជដែលមានអំណាចខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិស្រាប់តែស្ដេចក្រេមានអារម្មណ៍ដូចជារូបកាយរបស់គាត់កំពុងលិចចូលទៅក្នុងសមុទ្រដ៏ជ្រៅសម្លេងដ៏ខ្លាំងមួយបានហៅឈ្មោះគាត់ហើយប្រាប់ឲ្យគាត់ស្វែងរកពន្លឺនៅចុងផ្លូវក្នុងជីវិតថ្មីរបស់គាត់បន្ទាប់មកអធិរាជបានបើកភ្នែកឡើងវិញហើយឃើញរូបភាពទារកទើបនឹងកើតគាត់ឃើញឪពុកម្ដាយកំពុងមើលគាត់ដោយភ្នែកពោពេញដោយទឹកភ្នែកនៃក្តីរំភើបពួកគេដាក់ឈ្មោះកូនប្រុសថាអាធរឪពុកឈ្មោះជាណូចង់ឲ្យអាធរហៅឈ្មោះឪពុករបស់គាត់ប៉ុន្តែម្ដាយឈ្មោះអាលីសាច់ហើយនិយាយថាក្មេងនៅតូចពេកមិនអាចធ្វើបែបនោះបានទេអាធរសួរខ្លួនឯងថាមនុស្សទាំងនេះជានរណាតើគាត់បានស្លាប់ក្នុងជីវិតមុនហើយកើតឡើងវិញដោយនៅរក្សាអង្គចងចាំទាំងអស់ឬគាត់មិនអាចជឿបានថាបន្ទាប់ពីគ្រប់គ្រងពិភពលោកមួយទាំងមូលព្រះបានបំលែងគាត់ឲ្យក្លាយជាទារកគ្មានអំណាចបែបនេះទោះបីជាយ៉ាងណាអាធរមិនស្អប់ជីវិតបច្ចុប្បន្នទេព្រោះឪពុកម្ដាយទាំងពីរថែរក្សាគាត់យ៉ាងល្អប៉ុន្តែអាធរមិនសប្បាយចិត្តឡើយពេលគាត់ត្រូវរស់នៅក្នុងអារម្មណ៍ភ័យខ្លាចថាអាចមាននរណាម្នាក់មកធ្វើបាបគាត់គ្រប់ពេលគាត់ព្យាយាមគ្រប់គ្រងរាងកាយនេះជានិច្ចទោះបីវាលំបាកដល់ថ្នាក់លិចអាចមិនអាចសម្អាតខ្លួនឯងក៏ដោយឪពុកម្ដាយគេនៅសរសើរថានេះគឺជារឿងល្អសម្រាប់ក្មេងល្អម្នាក់ប៉ុន្តែអាធរខ្មាស់អៀនខ្លាំងដល់ថ្នាក់ចង់យំហើយសង្ឃឹមថាសុបិនចម្លែកនេះនឹងបញ្ចប់ឆាប់អកុសលណាស់នេះមិនមែនជាសុបិនទេប៉ុន្តែជាការពិតដ៏ឃោរឃៅដែលគាត់ត្រូវប្រឈមមុខចាប់ពីពេលនេះទៅក្រៅពីនេះអាធរនៅបានឃើញរឿងចម្លែកជាងនេះទៀតឪពុករបស់គាត់អាចប្រើមន្តអាគមដើម្បីបង្កើនកម្លាំងរាងកាយម្ដាយរបស់គាត់ក៏មានមន្តអាគមព្យាបាលដ៏អស្ចារ្យផងដែរអាធរចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះនេះជារឿងដែលគាត់មិនធ្លាប់ឃើញក្នុងជីវិតមុនដោយគ្មានអ្វីធ្វើច្រើនអាធរតែងតែសង្កេតអ្វីជុំវិញខ្លួនដើម្បីទទួលបានចំណេះដឹងឲ្យបានច្រើនបំផុតសម្រាប់គាត់ចំណេះដឹងគឺជាអាវុធតូចបំផុតប៉ុន្តែមានតម្លៃខ្លាំងបំផុតថ្ងៃមួយឪពុកបានត្រឡប់មកផ្ទះបន្ទាប់ពីដើរផ្សងព្រេងពោពេញដោយស្នាមរបួសអាធរចាប់ផ្ដើមគិតថាពិភពលោកនេះមនុស្សគ្រប់គ្នាអាចមានអាវុធឬអត់បើជាយ៉ាងនោះពិភពក្រៅពិតជាគ្រោះថ្នាក់ខ្លាំងហើយត្រូវប្រុងប្រយ័ត្នទោះមានឧបសគ្គប៉ុណ្ណាក៏ដោយអាធរនៅតែមានសេចក្តីសុខពេលបានរស់នៅក្នុងភាពកក់ក្ដៅជាមួយមនុស្សជាទីស្រឡាញ់ក្នុងជីវិតមុនអាធរមិនអាចដេកស្ងប់ស្ងាត់បានឡើយព្រោះសត្រូវតែងតែព្យាយាមសម្លាប់គាត់រៀងរាល់យប់បន្ទាប់ពីពេលវេលាជាច្រើនសប្តាហ៍ឬខែអាធរបានរៀនរបៀបរត់គេចគាត់រត់ទៅមុខកញ្ចក់ដើម្បីមើលមុខខ្លួនឯងបន្ទាប់ពីអាចគ្រប់គ្រងរាងកាយបានល្អជាងមុនអាធរចូលព្រៃនិងលួចចូលបណ្ណាល័យរៀនអំពីពិភពលោកនេះពេលឪពុកម្ដាយមិននៅផ្ទះតំបន់ដែលអាធររស់នៅត្រូវបានហៅថាសួនជ្រៅតែមានអាណាចក្រ3អាណាចក្ររបស់អេឡូវដែលរស់នៅជ្រៅក្នុងព្រៃអាណាចក្រអេលេណរដែលគ្រប់គ្រងដោយអេឡូវនិងអាណាចក្រសាប៊ីនដែលមនុស្សជាអ្នកគ្រប់គ្រងប្រទេសរបស់អាធរមានប្រព័ន្ធរាជាធិបតេយ្យប៉ុន្តែមានការរចនាប្រព័ន្ធឡើងវិញមិនដូចជាពិភពមុនដែលនរណាក៏អាចឡើងកាន់អំណាចបានដោយសម្លាប់ស្ដេចចាស់អាធររកឃើញសៀវភៅអំពីមន្តអាគមហើយយល់ថាបច្ចេកវិទ្យានៅទីនេះថយក្រោយខ្លាំងប្រៀបធៀបនឹងពិភពមុននៅទីនេះមន្តអាគមគឺជាធម្មពលសំខាន់ហៅថាម៉ាណាអាចបន្តតាមចំនួនប៉ុន្តែមានអត្រាបង្ហាញទាបម៉ាណាមានពីរប្រភេទគឺប្រព័ន្ធបង្កើនកម្លាំងរាងកាយនិងប្រព័ន្ធអញ្ជើញដែលអាចវិភាគនិងគ្រប់គ្រងម៉ាណាអាធរយល់ថាម្ដាយរបស់គាត់ជាអ្នកអញ្ជើញមន្តអាគមគន្លឹះក្នុងការគ្រប់គ្រងម៉ាណាគឺប្រភេទម៉ាណារបស់មនុស្សម្នាក់ដែលភាគច្រើនត្រូវបានបើកដំណើរការពេលពិធីជំនន់បើអាចគ្រប់គ្រងបានល្អនឹងក្លាយជាអ្នកមុនពិតប្រាកដអាធរយល់ថាវាស្រដៀងនឹងគំនិតអំពីខ្យល់ក្នុងពិភពមុនរបស់គាត់ព្យាយាមប្រើម៉ាណាប៉ុន្តែត្រូវម្ដាយរារាំងពេលមានក្លិនផ្សែងឡើងអាធរមានអារម្មណ៍ថារាងកាយនេះដូចជាគុកមួយអាលីសបន្តកត់ត្រាពេលវេលាសំខាន់នៃការលូតលាស់កូនប្រុសទោះសប្បាយចិត្តក៏នាងសោកស្ដាយថាមិនធ្លាប់ឃើញអាធរសាច់ឡើយពេលអាធរអាយុ2ឆ្នាំឪពុកចាប់ផ្ដើមបង្រៀនគាត់ប្រើដាវម្ដាយខឹងហើយស្ដីបន្ទោសឪពុកដែលបង្រៀនកូនរឿងគ្រោះថ្នាក់ពេកបន្ទាប់មកម្ដាយនាំអាធរទៅផ្សារគាត់ចាប់អារម្មណ៍ខ្លាំងចំពោះអ្វីដែលមិនមាននៅពិភពមុនអាធរមានឱកាសឃើញមន្តអាគមចិត្តហើយស្រឡាញ់វាខ្លាំងដល់ថ្នាក់ដេកលក់ម្ដាយនិយាយពីក្ដីសង្ឃឹមថាកូននឹងមានជីវិតស្ងប់ស្ងាត់ថ្ងៃមួយអាធរឈរមើលឪពុកហាត់មន្តអាគមហើយមានអារម្មណ៍ថាមានគ្រូរស់សម្រាប់រៀនពេលឪពុកបង្ហាញសមត្ថភាពពិតអាធរត្រូវបានតាក់ទាញយ៉ាងខ្លាំងនិងចង់សាកល្បងទោះដឹងថាវាលំបាកក៏ដោយ